ជាឧទាហរណ៍ឧបមាឧបម័យជាវោហាជាកតិក្នុងបច្ចុប្បន្ននឹងជូនដល់ញោមញាតក៏លើកឡើងឲ្យស្របនឹងសាសនធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងហ្នឹងអាស្រ័យហេតុនេះបុរាណលោកបុព្វការីជននឹងលោកបានសម្ដែងថាពាក្យគ្រូរែងរឹងស្រារែងស្រវឹងពុំដែលពិសាពាក្យពេចរែងស្លែងថ្លែងទៅពុំជាពាក្យពេចជាពាក្យរបស់ពុទ្ធបើយកមកសម្ដែងដោយត្រង់ប្រាប់តែម្ដងវាស្លែងអ្នកដែលមិនចេះសាសនាហ្នឹងស្ដាប់ទៅវាស្លែងបានថាស្លែងដូចដើមស្លែងនេះវពលញោមណាស្គាល់ទេដើមស្លែងស្គាល់ទេដើមស្លែងក្របស្លែងនេះវពលបានលោកថាពាក្យពេចរែងស្លែងថ្លែងទៅពុំជាប្រដៅមេបារែងថាពុំគំមកនឹងសត្វបញ្ហាហើយពាក្យលោកគ្រូរឹងបើពាក្យអត់ពីរោះទេលោកគ្រូទី1គឺម៉ែឪគ្រូទី2គឺគ្រូនៅក្នុងសាលាឬគ្រូនៅក្នុងវត្តជាប្រសង់ហ្នឹងទុកជាលោកគ្រូធម្មតាពាក្យលោកគ្រូនិយាយទៅកាន់សិស្សបបបានល្អតែគ្រាទី1ទី2ទេតែដល់តដែលទៅ2 3ដងនិយាយមិនស្ដាប់ក៏ជាអតឹងហើយបានទៅវរឹងពាក្យវរក្រត់ក្រៀតតែអញ្ចឹងសិស្សកូនមិនសូវចូលចិត្តទេប្រតិកម្មវិស្រាធម្មជាតិស្រាស្រវឹងតែកាលណាមនុស្សបរិភោគខ្សែទៅវាធ្វើឲ្យស្រវឹងកាលណាស្រវឹងហើយវាប្រែចិត្តប្រែវិញ្ញាណរបស់មនុស្សឲ្យខុសប្រក្រតីបើវាប្រែទៅឲ្យខុសប្រក្រតីធម្មតាណាអ្នកដែលមិនសូវចេះនិយាយតែស្រវឹងក៏និយាយច្រើនពពុះបបាច់ទៅអ្នកដែលស្លូតក៏ទៅជាកាយអានឹងស្រារែងស្រវឹងកាលណាស្រវឹងធ្វើឲ្យមនុស្សវាខុសប្រក្រតីពាក្យដែលពេចនឹងវាស្លែងដល់ពាក្យដែលពេចនឹងវាស្លែងអត់ពីរោះទេវិញទៅបដៅមេបារែងថាពុំគំកូនចៅឃើញឪពុកម្ដាយធ្វើអីទើសខុសបើទៅទូលមានបដៅកើតមិនកើតតែគាត់អត់ទទួលយកបានទេគាត់ខឹងគាត់អាចបទុសរាយមកវិញតែគាត់ប្រកាន់មានអ្នកថាអញម៉ែឯងឪឯងក៏ប្រកាន់ថាម៉ែឯងឪឯងគឺឯងកូនអញរឿងអីមកបដៅអញហ្នឹងអញ្ចឹងក៏ប្រកាន់យ៉ាងមនុស្សចាស់បើកូនដែលមានបញ្ញាមិនបដៅឲ្យចំទេលោមទុំវកអីទៅលួងលោមបញ្យល់អញ្ចឹងអានឹងបានទទួលយកបាននេះច្បាប់បុរាណលោកបណ្ឌិតអ្នកប្រាជ្ញបុរាណយើងលោកបានចងរៀបរៀងទុកឲ្យយើងរាល់គ្នាហ្នឹងសិក្សារៀនសូត្រទៅចេះឲ្យប្រុងប្រយ័ត្នរៀងខ្លួននោះធ្វើអីឲ្យប្រព្រឹត្តទៅតាមច្បាប់ហ្នឹងប៉ុន្តែដូចជាពាក្យពេចរែងស្លែងហ្នឹងពាក្យដែលជាសច្ចៈធម៌ដែលព្រះអង្គសម្ដែងឲ្យវាស្លែងព្រោះមនុស្សទទួលយកមិនសូវបានទេព្រោះអញ្ចឹងអាស្រ័យនេះខ្ញុំគណៈអាត្មាភាពប្រកាសខ្លួនឲ្យស្រេចតែម្ដងប្រកាសពារខ្លួនធ្វើខ្ញុំបំរើព្រះពុទ្ធគឺមិនហ៊ានកែមិនហ៊ានសម្រួលអីទេពាក្យរបស់ព្រះពុទ្ធសម្ដែងយ៉ាងណាគឺយកមកពោលយ៉ាងហ្នឹងតាមបាននេះញោមញាតិពុទ្ធបរិស័ទពេលបើសម្ដែងដែរវាមិនកើតចិត្តញោមញាតិមកខឹងអាត្មាក៏វាអត់ប្រយោជន៍អីមកខឹងនឹងមនុស្សខ្ញុំគេមានបានស្អីញោមបើតរស់រឿងអីដល់មនុស្សខ្ញុំគេវាអត់មានប្រយោជន៍ទេនេះអាត្មាតាំងចិត្តស្រេចដែរតែធ្វើខ្ញុំបំរើព្រះពុទ្ធគឺពោលដោយត្រង់ទៅតាមពុទ្ធដីការបស់ព្រះពុទ្ធនឹងសំប្រកាសអញ្ចឹងមុនហើយណាញោមណាធម្មកថានេះគឺខ្ញុំបំរើព្រះពុទ្ធបល័យថាពុទ្ធទេសៈយ៉ាងបើបញ្ចាំងការប្រកាសខ្លួន
សំដែងខ្លួនប្រគេនចំពោះព្រះគ្រូចៅអធិការវត្តសាមគ្គីរាំងសីនៃនឹងញោមញាតពុទ្ធបរិស័ទទាំងអស់ហ្នឹងឲ្យដឹងឲ្យស្គាល់ថាតើចំកណាអាត្មាភាពជាអ្វីដឹងហើយប្រកាសថាខ្ញុំបម្រើព្រះពុទ្ធក៏ជាបន្តទៅនឹងសំបញ្យល់សិនការដែលញោមញាតពុទ្ធបរិស័ទទាំងឡាយគ្រប់រូបទាំងអស់គ្នានេះស្ដាប់ធម៌គឺធម៌ដែលសម្ដែងធ្វើទេសនាក្នុងឱកាសនេះបើស្ដាប់ដោយគោរពដោយប្រុងប្រយ័ត្នពេញចិត្តក្នុងការស្ដាប់ហ្នឹងលោកសម្ដែងថាញោមញាតនឹងត្រូវបានទទួលអានិសង្ស5យ៉ាងពីការស្ដាប់ធម៌ហ្នឹងអានិសង្ស5យ៉ាងកើតដល់មានហ្នឹងគឺធ្វើឲ្យញោមញាតអ្នកស្ដាប់ចម្រើនបញ្ញាឲ្យវាកើតមានបញ្ញាឡើងភាសាការស្ដាប់ធម៌ដោយគោរពពាក្យថាបញ្ញាជាភាសាបាលីភាសាសំស្ក្រឹតថាប្រាជ្ញាហើយបើប្រែមកជាខ្មែរយើងឲ្យចំថាសេចក្តីដឹងទូទៅអានឹងជាតួបញ្ញាញោមដឹងអីស្គាល់អីអានឹងជាបញ្ញាអ្វីដែលមិនដឹងអ្វីដែលមិនស្គាល់អានឹងអត់មានបញ្ញាទេនឹងសំជ្រាបអញ្ចឹងណាពុទ្ធសាសនាជាសាសនាដែលត្រូវសាងមនុស្សឲ្យកើតបញ្ញាឲ្យចម្រើនលូតលាស់ដោយបញ្ញាឡើងមនុស្សយើងវាខុសពីសត្វដេរិឆានគឺសត្វដេរិឆានមិនមានពូជបញ្ញាទេរីឯមនុស្សយើងមានពូជបញ្ញាកើតមកមានពូជបញ្ញាមកគ្រប់រៀងតែខ្លួនហើយគ្រប់តែគ្នាតែបញ្ញារបស់មនុស្សអាចចម្រើនលូតលាស់រីកទៅបានដោយសារការសិក្សារៀនសូត្រការស្ដាប់ការត្រេះរិះពិចារណារកហេតុនិងផលថាសេចក្តីដឹងទូទៅដឹងទូបញ្ញាអញ្ចឹងឥឡូវក្នុងពេលនេះគឺញោមញាតត្រូវស្ដាប់ហើយស្ដាប់ធម៌ដែលបំរើព្រះសម្មាសម្ពុទ្ធនាំមកប្រាប់លើថាស្ដាប់ដោយគោរពបានអានិសង្ស5ហ្នឹងទី1អានិសង្សទី1ឲ្យញោមញាតពុទ្ធបរិស័ទបានដឹងនៅរឿងណាធ្វើណាដែលមិនធ្លាប់បានឮមកពីមុនហ្នឹងអត់ដែលឮទេដល់មកស្ដាប់ធ្វើក្នុងពេលនេះឮបងតាមរយៈការសម្ដែងហ្នឹងហើយអានិសង្សទី2អាចឲ្យញោមញាតពុទ្ធបរិស័ទធ្វើឲ្យធ្វើណារឿងណាដែលញោមញាតស្ដាប់ពីមុនមកហ្នឹងស្ដាប់ពីមុនម្ដងមកហើយតែវាមិនសូវច្បាស់លាស់ទេបងចឹងបើនៅរដាច់រដោចឹងដល់ស្ដាប់លើកទី2ទៅធ្វើមកទៅលោកសំដែងប៉ះរឿងដែលខ្លួនស្ដាប់ពីមុននោះមិនសូវច្បាស់ធ្វើឲ្យធ្វើនឹងរឿងដែលស្ដាប់ពីមុនមិនច្បាស់ហ្នឹងឲ្យច្បាស់លាស់ឡើងអានិសង្សទី3អាចឲ្យញោមញាតពុទ្ធបរិស័ទបំបត្តិនៅសេចក្តីសង្ស័យការសង្ស័យនេះគឺវាមិនប្រកបច្បាស់លាស់ហ្នឹងសង្ស័យថាយ៉ាងនេះទេដឹងយ៉ាងនោះទេដឹងបើចេះតែសង្ស័យវាអត់ប្រកបច្បាស់លាស់ដែរការសង្ស័យនឹងមានច្រើនណាស់បងអញ្ចឹងមានច្រើនណាស់រិសង្ឃការសង្ស័យនេះជាកិលេសមួយគឺរឿងសៅមងមួយដល់ចិត្តមនុស្សទូទៅព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឲ្យបរិស័ទមនុស្សទាំងអស់បំបត្តិអសេចក្តីសង្ស័យនៃអស់ទៅឲ្យវាភ្លឺស្វាងឡើងតែសង្ស័យវានៅសពេចសពេលអត់ប្រកបវាមិនប្រកបនឹងអានិសង្សណាដែលសង្ស័យរាប់ម៉ឺនរាប់សែនរឿងហើយសង្ស័យដែលធំសង្ស័យថាមនុស្សស្លាប់ទៅកើតទៀតទេអីអានេះសង្ស័យវាអត់ច្បាស់ថាមិនដឹងជាកើតទៀតនៅមិនកើតវាអត់ប្រកបដល់ធ្វើបុណ្យបានបុណ្យហើយធ្វើបាបបានបាបទេនៅតែអត់ប្រកបអញ្ចឹង
លោកខាងមុខមានទេទេវតាមានទេនរកមានទេប្រែនេះវាសង្ស័យអត់ច្បាស់ឡើយបានញោមញាក់ខ្លះសង្ស័យតែលឺធ្វើបុណ្យអីតែលឺអធិដ្ឋានថាបើសិនណាជាមានជាតិមកណាក៏ថាបើសិនណាជាមានជាតិមកអានោះសង្ស័យបើសិនណាជាមានជាតិមកឲ្យកើតជានេះជានោះអីទៅអានឹងបើមានបើថាវាមានទេក៏អត់ទៅអានេះសង្ស័យបានថានឹងជាកិលេសមួយដ៏ធ្ងន់ពុទ្ធលោកមិនឲ្យយើងថែរក្សាពូជនឹងទុកទេត្រូវកំចាត់ចេញការស្ដាប់ធម៌ឬការសាកសួរហ្នឹងក៏ទី4អាចកំចាត់នៅទិដ្ឋិការដែលយល់ខុសហ្នឹងយល់ខុសពីសេចក្តីពិតហ្នឹងអាចទិដ្ឋិហ្នឹងយ៉ាងមិច្ឆាទិដ្ឋិគឺយល់ខុសពីសេចក្តីពិតហ្នឹងអាហ្នឹងក៏ជាទោសមួយធំបំផុតដែលយល់ខុសយ៉ាងម៉េចយើងអត់បានដឹងពាក្យទូលមានព្រិនបដៅរបស់ព្រះពុទ្ធពុទ្ធសាសនាព្រះពុទ្ធលោកបញ្រៀនឲ្យមនុស្សធ្វើការទេអត់មានបញ្រៀនឲ្យមនុស្សទីពឹងយកអាទិភាពខាងក្រៅមកជាទីពឹងទេយើងសិក្សាទៅឃើញចឹងក្នុងសាសនធម៌របស់ព្រះពុទ្ធហ្នឹងឲ្យមនុស្សធ្វើការដោយកាយដោយវាចាដោយចិត្តបល័យថាកាយកម្មវិច័យកម្មមโนកម្មនេះជាពុទ្ធសាសនាប៉ុន្តែដល់យើងអត់បានរៀនសូត្រវាទៅជាមានទិដ្ឋិចាទិដ្ឋិវាយល់ខុសវាអត់ជឿទៅលើការងារទេអត់ដឹងពាក្យដែលព្រះពុទ្ធលោកទូលមានទៅជឿយកអតិភិបខាងក្រៅមកជាទីពឹងទៅពឹងទេវតាប្អិនប្រព្រំឲ្យមកជួយហ្នឹងចង់បានអីសុំឲ្យទេវតាប្អិនប្រព្រំផ្ដល់ឲ្យអានឹងមិនពុទ្ធសាសនាទេយល់ខុសប្រាជ្ញាអំពីមេគារបស់ពុទ្ធសាសនាតែយល់ខុសការមិច្ឆាទិដ្ឋិព្រោះអានឹងមានទោសធ្ងន់ណាស់ណាបងតែអាត្មាតែងទេសនាអាត្មាតែងតែលើកពីបុរាណភាសាមួយមកសម្ដែងប្រាប់ញោមញាតព្រោះសម្លឹងមើលទៅក្នុងចំណោមពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាតែឃើញការប្រព្រឹត្តក៏អត់ទៅតាមសាសនាទៅមេគាដែលព្រះពុទ្ធលោកបញ្រៀនដែរឃើញទៅទីពឹងឯណាព្រះពុទ្ធសាសនាមិនជាសាសនាសម្រាប់បន់ស្រន់បួងសួងសុំអតិភិបក្រៅឲ្យមកជួយតែសោះអត់មានទេតែញោមញាតអត់បានសិក្សារៀននៅតែមានជំនឿពឹងគេហ្នឹងឯងឲ្យគេជួយអានឹងវាខុសចឹងចេះតែនាំគ្នាទៅបួងសួងបន់ស្រន់សុំឲ្យអតិភិបពឹងអតិភិបខាងក្រៅឲ្យមកជួយតាមពិតទៅជីវិតរបស់ខ្លួនដែលរស់នៅជាមនុស្សបានសោកមានទ្រព្យមានសម្បត្តិមានយសមានស័ក្តិមានសេរីសួស្តីអីទាំងអស់កើតតែពីខ្លួនយើងតែអ្នកធ្វើដល់យើងអត់ដឹងស្គាល់ពុទ្ធសាសនាទៅតែកន្លែងខុសហ្នឹងឯងទៅសុំឲ្យនេះនោះគេជួយផ្ដល់មកឲ្យតែវាអត់បានអានេះគេហៅមិច្ឆាទិដ្ឋិយល់ខុសអំពីពាក្យទូលមានព្រានបដៅរបស់ព្រះពុទ្ធអានេះអត់មានទេអាហ្នឹងឬកាលណាបានស្ដាប់ធម៌ទេសនាហើយកំចាត់អាការយល់ខុសនោះឲ្យអស់ទៅឲ្យយល់ត្រូវមកវិញហៅសមាទិដ្ឋិមកតែគឺយល់ត្រូវទៅតាមសេចក្តីពិតនៃសច្ចធម៌ហ្នឹងឲ្យយល់ថាមនុស្សទាំងអស់នៅលើលោករស់បាននឹងដោយសារមានទ្រព្យមានសម្បត្តិទ្រព្យសម្បត្តិដែលកើតមានព្រោះធ្វើដោយកាយវាចាចិត្តជាតួកម្មទាំងអស់របស់ខ្លួនអត់មានណាឲ្យទេនឹងយល់ពិតអញ្ចឹងតែដល់យល់អញ្ចឹងមានប្របាក់ទៅពឹងណាពីអ្នកប្តីប្រពន្ធចេះតែខំទៅធ្វើកិច្ចការងារទៅបានឲ្យទ្រព្យសម្បត្តិយកសាអីហ្នឹងបានកើតតែពីយើងធ្វើទាំងអស់តែកាលណាមិនយល់អត់ទេព្រោះអត់មានឲ្យតម្លៃខ្លួនឯងសោះខំរកទ្រព្យរកសម្បត្តិធ្វើការងារដួលចុះក្រោកឡើងលុយទឹកលុយភក់ពកខំរកទ្រព្យបានមកអត់ឃើញណានឹងបាននិសាខ្លួនយើងទៅថាទៅអរគុណណាយកមកឲ្យអាហ្នឹងខុសអត់មានទេណាញោមញាតណាឥឡូវសូមបំភ្លឺទៅពុទ្ធសាសនាជាសាសនាដែលបង្រៀនឲ្យធ្វើការទេអត់ឲ្យពឹងអតិភិបខាងក្រៅទេ
ឲ្យពឹងកាយវាចាចិត្តរបស់ពនខ្លួនដូចជាមានពុទ្ធភាសិតថាអត្តាហេអត្តណោនេថោខ្លួនជាទីពឹងរបស់ខ្លួនកោហេនេថោបរោសយាអ្នកដតីក្រៅខ្លួនយើងធ្វើមិនដែលជាទីពឹងយើងបានអានឹងជារឿងពេកតែអត់ដែលញោមញាតអត់ដែលបានស្ដាប់ពាក្យទូលមានព្រិនបដៅរបស់ព្រះពុទ្ធនឹងចេះធ្វើតតាមគ្នាក៏ចេះតែខុសឡើងវាប្រឆាពីពុទ្ធសាសនាបាទអាត្មាទេសនាចេះតែលើកពាក្យមួយភាសិតបុរាណថាអើយសត្វបរោខងអង្គុយមេពោស៊ីផ្លែជ្រៃនេះអត់បានរៀនហ្នឹងមិនអញ្ចឹងយើងជ្រកក្រមលោកពងអង្គុយមេពោជាតួពុទ្ធសាសនាចុះរឿងអីមិនបរិភោគផ្លែពោទៅបរិភោគផ្លែជ្រៃហ្នឹងណាវាខុសផ្លែជ្រៃគឺជាសាសនាមួយក្រៅពីពុទ្ធជាដើមជ្រៃនោះផ្សេងព្រោះយើងពុទ្ធបរិស័ទជ្រកក្រោមដើមពងអង្គុយមេពោមិនស៊ីផ្លែពោអ្វីទៅផ្លែពោថាសិលសមាធិបញ្ញានឹងជាតួផ្លែពោក្នុងសិលសមាធិបញ្ញានឹងផ្លែពោនឹងគឺឲ្យយើងធ្វើការទេអត់មានឲ្យពឹងណាទេតែផ្លែជ្រៃគឺពឹងគេហើយតែផ្លែជ្រៃគឺពឹងគេហើយអារោខ្លួនឯងធ្វើខ្លួនឯងនៅតែមិនដឹងនៅតែសុំគេក៏មិនដែលបានអីទៅតែសោះអានោះអត់ដែលបានអីទេរបស់ដែលមានទេរោខ្លួនឯងទាំងអស់អានឹងយ៉ាងបានដល់ស្ដាប់ធัวទៅយល់ច្បាស់ពីពុទ្ធសាសនាហ្នឹងម្ល៉េះហើយដើរឲ្យត្រង់តាមមេគារបស់ពុទ្ធសាសនាហ្នឹងឯងហើយកាលណាបើញោមញាតហ្នឹងស្ដាប់ឲ្យកើតសមាធិការយល់ត្រូវទៅតាមពាក្យទូលមានព្រានបដៅរបស់ព្រះពុទ្ធសទ្ធាជំនឿក្នុងចិត្តហ្នឹងជ្រះថ្លាកាន់តែមានខ្លាំងឡើងចំពោះព្រះពុទ្ធសាសនាហ្នឹងគឺយើងយល់ដឹងហើយគឺយើងបដិបត្តិតាមពុទ្ធសាសនាកាន់តែជ្រះថ្លាឡើងក្នុងការធ្វើកិច្ចការងារអីទាំងឡាយទាំងពួងអំពីធ្វើការដោយកាយដោយវិជ្ជាចិត្តនឹងមានតែប៉ុណ្ណឹងសឹកកាន់តែជ្រះថ្លាខ្លាំងឡើងយល់ដឹងខ្លាំងឡើងចម្រើនបញ្ញាដល់នឹងនិយាយពីអានិសង្សនៃការស្ដាប់ធម៌ទេសនាដោយគោរពគឺស្ងៀមស្ងាត់យ៉ាងតាមស្ដាប់សូរស័ព្ទសំឡេងធัวដែលធម្មកថាលោកបានប្រាប់បានបញ្យល់ដល់ញោមញាតណានឹងចឹងនេះសំដែងពីអានិសង្សស្ដាប់ធម៌ឥឡូវណាត្រូវងាកចូលមកដល់កម្មវិធីបុណ្យដែលញោមញាតប្រពឡើងនេះកម្មវិធីបុណ្យនេះមានពិធីបុណ្យមហាសង្ឃទានចំពោះព្រះសង្ឃ91អង្គនឹងមកផ្នែកទៅផ្នែកមួយទៀតគឺបុណ្យចម្រើនប្រជញ្ញជូនអ្នកម្ដាយឧបាសិកាវ៉ាន់គង់ទី2គឺចម្រើនប្រជញ្ញជូនម្ដាយធំហ្នឹងគឺបងម៉ែណាថាម៉ែធំម៉ែដែរអញ្ចឹងណាមួយម៉ែបង្កើតមួយម៉ែមីងមួយម៉ែអ៊ំបងម៉ែដូចតែគ្នាហ្នឹងឯងឧបាសិកាវ៉ាន់ថុលបុណ្យមួយទៀតគឺជាបុណ្យតិកណានុបទានខួបគម្រប់2ឆ្នាំដើម្បីឧទ្ទិសជូនចំពោះលោកឪពុកនាមនៅយឿនបើដែលបានទទួលមរណកាលទៅកាន់លោកខាងមុខហើយហ្នឹងពីក្លិនសារនៃបុណ្យនេះដែលសំខាន់គឺបុណ្យចម្រើនប្រជញ្ញមានអាយុនិងបុណ្យតិខេណានុបទានមានពីរហ្នឹងសម្រាប់បុណ្យចម្រើនជនមានអាយុកូនចៅប្រុសស្រីប្រពឡើងដើម្បីនឹងជូនលោកជាបុព្វការីអ្នកម្ដាយហើយនឹងម្ដាយធំដែលលោកមានជនមានអាយុរស់នៅហ្នឹងនេះធ្វើចំពោះមនុស្សរស់ទី2គឺបុណ្យតិកណានុបទានបន្តិកណានុបទានហ្នឹងគឺគេឧទ្ទិសគេបញ្ជូនផ្ដល់ឲ្យទៅបុគ្គលដែលលះលោកនេះទៅកាន់លោកខាងមុខផុតហើយហ្នឹងមានលោកឪពុកនាមនៅយឿននឹងជាដើមហ្នឹង
ហើយសុំបញ្ជាក់ឲ្យតែមានពាក្យថាបុណ្យតិខេណានុបទានឬមួយយ៉ាងគេថាបុណ្យសង្ឃេតាតិខេណានុបទានគេធ្វើទានចំពោះព្រះសង្ឃធ្វើតិខេណានុបទានក៏គេធ្វើចំពោះលោកអ្នកមានសិលហ្នឹងដែរព្រះសង្ឃដែរបើគេពូលខ្លីតាឈ្មោះថាបុណ្យតិខេណានុបទានហ្នឹងគឺគេធ្វើឧទ្ទិសជូនចំពោះបុព្វការីជនដែលលះលោកទៅលោកអមុខហើយក៏បុណ្យនេះអ្នកប្រាជ្ញក្នុងពុទ្ធសាសនាលោកសម្ដែងថាបុណ្យទី1បុណ្យចម្រើនជនមានអាយុជូនចំពោះអ្នកម្ដាយធំដែលគេរស់នៅនេះលោកថាបុណ្យខែភ្លឺបុណ្យតិខេណានុបទានឧទ្ទិសជូនទៅលោកឪពុកដែលលះលោកទៅហើយហ្នឹងឈ្មោះថាបុណ្យខែងងែតបុណ្យហ្នឹងមានមួយបុណ្យខែភ្លឺបុណ្យខែងងែតសួរថាម៉េចបាននិយាយថាបុណ្យខែភ្លឺហ្នឹងបានថាបុណ្យខែភ្លឺពីប្រុសភាគីទាំងពីរនេះរស់ដូចគ្នាកំពុងតែមានជីវិតនៅជាមនុស្សដូចគ្នាអ្នកម្ដាយធំភ្នែកគាត់នៅមើលឃើញតិចគាត់ក៏នៅស្ដាប់ឮកូនចៅប្រុសស្រីទាំងអស់ដែលប្រពកម្មវិធីបុណ្យហ្នឹងធ្វើឡើងដើម្បីលើកបញ្ញរិស័យបុណ្យជូនដល់គាត់ឃើញដូចគ្នាភាគីទាំងពីរមើលឃើញគ្នាទាំងអស់កូនធ្វើកម្មវិធីអីយ៉ាងណាអ្នកម្ដាយមើលឃើញទាំងអស់ប៉ុន្តែសូមបញ្ជាក់ថាបុណ្យខែភ្លឺហ្នឹងមិនមែនសម្រាប់តែពិធីបុណ្យថ្ងៃនេះទេបុណ្យដឹងគុណហ្នឹងថ្ងៃនេះជាពិធីដែលយើងធ្វើធំណាស់សម្ដែងឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងបានឃើញប្រកាសជាក់ស្ដែងថាយើងធ្វើបុណ្យដើម្បីឧទ្ទិសជូនអ្នកម្ដាយទាំងពីរសូមឲ្យលោកមានជនមានអាយុវែងយឺនយូរកំតិនឲ្យអញ្ជើញទៅណានោះព្រោះនៅជាមលុបជាទីពឹងផ្លូវចិត្តដល់កូនហ្នឹងបើไปប្រន់នៅលើលោកនេះគ្មានអ្នកណាក្រៃលែងជាងលោកឪពុកអ្នកម្ដាយទេកូនហ្នឹងសំបីតែកូនមានទុកមានភ័យណាដែលវាតានតឹងខ្លាំងក៏ដកដង្ហើមធំស្រែករកអូយគុណម៉ែគុណឪឲ្យជួយកូនផងស្រែករកតែឈ្មោះម៉ែអត់ធូរហើយបងក្នុងពេលដែលស្រែកហ្នឹងវាធូរតានតឹងឲ្យតែនឹកដល់អ្នកមានគុណហ្នឹងអានឹងចឹងនឹងជាទីពឹងរបស់កូនណាធ្វើអីមិនកើតឲ្យតែគាត់នៅចាំតែមើលឃើញជាទីពឹងផ្លូវចិត្តហ្នឹងជាមលុបរបស់កូនប្រុសស្រីហ្នឹងនៃការដែលធ្វើនេះគឺដឹងគុណហ្នឹងគឺការចិញ្ចឹមបីបាច់ថែរក្សាលោកហ្នឹងជួយទំនុកបំរុងនៅគ្រឿងឧបភោគបរិភោគចំពោះគាត់ហ្នឹងដែលគាត់មានជីវិតរស់នៅហ្នឹងវាត្រូវការប្រើប្រាស់ដោយគ្រឿងឧបភោគបរិភោគហ្នឹងយើងជូនគាត់ចិញ្ចឹមគាត់ជួយរក្សាគាត់ហ្នឹងជាការដែលតបគុណធ្វើបុណ្យខែភ្លឺហ្នឹងធ្វើបុណ្យខែភ្លឺនេះបានបុណ្យណាស់ធ្វើម្ដងបានម្ដងពីរដងបានពីរដង100ដងបាន100ដងមិនចេះខកមិនចេះអត់ទេមើលឃើញទាំងអស់គ្នាឬអ្នកម្ដាយក៏គាត់សប្បាយចិត្តរីករាយកាលណាឃើញកូនប្រុសស្រីនាំយកវត្ថុអីទៅជូនទៅបូជាក៏សប្បាយចិត្តត្រេកអររីករាយយ៉ាងក្រៃលែងចំពោះការគោរពរបស់កូនប្រុសកូនស្រីចំពោះលោកហ្នឹងសប្បាយរកអីថ្លឹងថ្លែងអត់បានទេជាងការមានបរិស័ទញាតិសម្ដាញ់អីគេមកលេងទៅចាស់ក៏និយាយពីកូនពីចៅឲ្យរៀងខ្លួនទៅម៉ែអួតប្រាប់គេទាំងបងឲ្យកូនខ្ញុំនេះគេដឹងណាកូនខ្ញុំទាំងប្រុសទាំងស្រីហ្នឹងគេដឹងគេគោរពគេបីបាច់ថែរក្សាគេថាគាត់ឃោសនាគាត់អួតប្រាប់ញាតិមិត្តឲ្យដឹងមកពីសេចក្តីល្អរបស់កូនគាត់ប្រាប់គេលាកមិនជាតិដែលអត់ទុកទេអានេះគាត់សប្បាយរីករាយណាស់ដែលឃើញកូនប្រុសស្រីដឹងគុណគាត់អានេះគេថាធ្វើបុណ្យខែភ្លឺណាឃើញទាំងអស់គ្នា
យើងយកអីទៅជូនគាត់ឃើញគាត់ទទួលយកយើងឃើញគាត់ទទួលយកដល់គាត់យកទៅប្រើប្រាស់ឃើញគាត់យកទៅប្រើប្រាស់របស់យើងមើលឃើញណាថាបនខែភ្លឺចេះសម្រាប់បនខែងងែនដូចជាលោកឪពុកដែលលះលោកទៅហើយមើលគ្នាអត់ឃើញទេទាំងលោកឪពុកក៏ទៅនៅទីណាកន្លែងណាគាត់មិនដែលមកកាន់ផ្ទះសម្បែងគេហដ្ឋានមកប្រាប់កូនថាលើនេះឪនៅស្រុកនេះភូមិនោះឋាននោះក៏អត់ដែលមកទេកូនចៅនឹករលឹកគាត់ក៏ចង់ទៅរកគាត់ក៏មិនដឹងទៅឯណាដែរគេវាអស់លទ្ធភាពរៀងខ្លួនបើការបែកនេះទេប្រាត់ប្រានេះតែវាអស់សង្ឃឹមអត់មានតែពេលណាឆ្នាំណាជួបនេះទេម្ល៉េះហើយក្នុងនាមកូនចៅទាំងអស់ដែលជាបុគ្គលសប្បុរសក៏សប្បុរសសប្បុរសឈ្មោះថាសប្បុរសគឺអ្នកដែលស្ងប់កាយវាចាចិត្តនឹងបានស្ងប់កាលណាស្ងប់ទៅកើតបញ្ញាឡើងយល់ដឹងខុសត្រូវដឹងគុណដឹងឧបការៈគុណរបស់អ្នកមានគុណនោះក៏ធ្វើទាតិកណានុបទាននោះឧទ្ទិសជូនទៅលោកអានឹងស្មានទៅទេពោនឹងក៏នៅឯណាតែបើផ្សាយតាមទឹកចិត្តទៅសុំឧទ្ទិសកុសលនឹងជូនចំពោះលោកឪពុកនាមវណ្ណថលណាហើយព្រមទាំងញាតិមិត្តញាតិកាសពគ្រប់សន្តានទាំងអស់ពុំមែនជូនតែម្នាក់នឹងតែផ្សាយទៅដល់ញាតិទាំងអស់ដែលយើងមិនស្គាល់ដែលត្រូវសាច់ញាតិទាំងបានសូមឲ្យលោកទទួលអនុមោទនាត្រៃអររីករាយទាំងអស់គ្នានឹងដែលសាច់ញាតិកុំថា7សន្តានញោមញាតិណាតែថា7សន្តានអាសន្តានទី8រាប់រយដល់ប៉ុនអត់ទាំងអស់បើញោមកំណត់លេខអត់ទៅឲ្យលេខរៀងអត់ទៅអានឹងការដែលយើងមិនយល់វាអញ្ចឹងទេអាត្មាសំដែងពីញាតិ7សន្តាននឹងតែទៀតចុះការដែលគេកំណត់តែញាតិ7សន្តានហ្នឹងលោកចង់បញ្ជាក់ប្រាប់យើងថាមនុស្សយើងស្គាល់គ្នាបានតែត្រឹមហ្នឹងឯងតែដល់ទៅទី8ទី9អត់ស្គាល់គ្នាទេវិទ្យាញាតិ7សន្តានយ៉ាងម៉េចគេកំណត់ថាខ្លួនយើងនេះនៅជាកណ្ដាលគេនៅលើយើងមាន3នៅក្រោមយើង3លើយើងទី1គឺឪពុកយើងទី2គឺជាតាយើងទី3គឺតាទួតយាយទួតណាលើយើងហើយក្រោមយើងគឺកូនយើងចៅយើងចៅទួតមនុស្សស្គាល់គ្នាតែប៉ុណ្ណឹងឯងឬកម្រនឹងបានស្គាល់អស់ទៀតមើលញោមញាកើតមកណាចៅណាបានស្គាល់យាយទួតតាទួតអត់ទេណាអត់បានស្គាល់ទេបងជាងកាតែយាយបង្កើតតាបង្កើតមិនស្គាល់បងអញ្ចឹងវិញមានយាយទួតតាទួតណាស់ដែលក៏នៅរស់បានស្គាល់ចៅទួតតិនចៅទួតប្រមាណនេះអត់ទេអានឹងបានលោកថា7សន្តានគឺស្គាល់តែលើសទៅដល់សន្តានទី8 9ឈប់ស្គាល់តែឈ្មោះមិនស្គាល់ផងអានឹងចាកំណត់អញ្ចឹងទេថាយើងស្គាល់អ្នកបានប៉ុណ្ណាប៉ុន្តែសម្រាប់យើងធ្វើបុណ្យនៅទិសកុសលជូនទៅយើងថាញាតិ7សន្តានអត់ត្រឹមត្រូវទេអានឹងកែមួយណាបងលុបអានឹងចេញពញាតិយើងមិនមានតែប៉ុណ្ណឹងរាប់សែនសន្តានមកនៅពូជដូនចតាយើងនៅលើទឹកដីកម្ពុជាយើងនេះពូជអ្នកធ្វើអង្គរវត្តក៏នៅសាតែញាតិយើងតែទាំងអស់ហ្នឹងឯងបងពេលបើយើងឲ្យតែ7សន្តានចាអ្នកសន្តានទី8ឡើងទៅដល់រាប់សែនរាប់ម៉ឺនសន្តាននេះมันអត់ហើយតែយើងមិនឲ្យមិនទិឲ្យអត់ចេះតែនឹងមួយលុបឧទ្ទិសបុណ្យទៅញាតិ7សន្តានលុបចេញញោមកុំថាទៀតណាបងត្រូវថាកុសលបុណ្យដែលខ្ញុំបានធ្វើខ្ញុំសូមឧទ្ទិសទៅញាតិរបស់ខ្ញុំសពគ្រប់សន្តានទាំងអស់តែសពគ្រប់សន្តានទាំងអស់សិលាចារកបុរាណដូនតាលោកឃើញសិលាចារកទៅសេថាអំពើកុសលបុណ្យដែលខ្ញុំបានធ្វើហើយខ្ញុំសូមផ្សព្វផ្សាយជូនដល់ញាតិខ្ញុំគ្រប់សន្តានទាំងអស់អញ្ចឹងប៉ុន្តែសប្តាហ៍លោកបន្ថែមទៀតថាញាតិសពគ្រប់សន្តានទាំងអស់ក្នុងសង្សារវដ្តអានឹងកាន់តែល្អទៅទីក្នុងសង្សារវដ្តអ្នកណាក៏ទទួលបានតែយើងផ្សាយវាជាសកលអញ្ចឹងស្រាប់បានញោមញាតិណាអាត្មាឮផ្សាយខុសច្រើនណាស់ណាបងចេះតែសំណោះញាតិអាសន្តានទី8ទី9នៅទីមិនអោយអត់តែគេដាក់លេខរៀងអស់ទៅហើយហ្នឹងនេះវាជាងអៀវិញថាញាតិសន្តានទាំងនៅក្នុងសង្សារវដ្តហ្នឹងបានទាំងអស់គ្នាហ្នឹងសូមជ្រាបអញ្ចឹងនេះបើរឿងនឹងរាវនោះឬសម្រាប់ពុទ្ធសាសនានេះ
ចម្លែកនឹងសាសនាណាដទៃទាំងអស់អានេះប្លែកពីសាសនាដទៃសាសនាដទៃគេឲ្យតម្លៃតែទេវតាប្អិនប្រព្រំនៅលើមេឃទេសម្រាប់មនុស្សដូចគ្នាគេអត់ឲ្យតម្លៃទេនឹងសូមឲ្យជ្រាបអញ្ចឹងសាសនាដទៃទ្រឹស្ដីសាសនាដទៃគេថាទឹកដីភ្លើងខ្យល់មនុស្សសត្វទាំងអស់ព្រះទេអ្នកបង្កើតព្រះអាទិទេពអ្នកបង្កើតបើអញ្ចឹងគេដឹកនាំមនុស្សឲ្យទៅអរគុណនឹងព្រះអាទិទេពទេវតាហ្នឹងទេដឹងគុណថាព្រះជាអ្នកបង្កើតដីទឹកភ្លើងខ្យល់មនុស្សសត្វទាំងអស់ឲ្យដឹងគុណអញ្ចឹងតែសម្រាប់ពុទ្ធសាសនារបស់យើងនេះវាប្លែកពីសាសនាដទៃព្រះពុទ្ធលោកឲ្យតម្លៃមនុស្សទេឲ្យតម្លៃតែមនុស្សទេរឿងទេវតាប្អិនប្រព្រំជារឿងមួយផ្សេងតែរឿងដែលសំខាន់គឺឲ្យតម្លៃមនុស្សនឹងសូមឲ្យញោមញាក់ជ្រាបថាឲ្យតម្លៃមនុស្សឲ្យតម្លៃអ្នកណាថាឲ្យតម្លៃលោកឪពុកអ្នកម្ដាយព្រោះលោកឪពុកអ្នកម្ដាយនឹងជាហេតុខ្លួនយើងនឹងជាផលឡាបានទេញោមណាបើវាមិនមានលោកឪពុកអ្នកម្ដាយជាហេតុវាអត់មានយើងកូនជាផលទេអានេះវាហេតុចា៎មកឃើញទាំងអស់គ្នាថាមនុស្សកើតពីម៉ែពីឪមិនកើតពីព្រះអ្នកទេវតាអ្នកបង្កើតទេឃើញទេថាម៉ែឪទេអ្នកបង្កើតកូនហ្នឹងអ្នកចិញ្ចឹមកូនបានន័យថាម៉ែឪជាហេតុកូនជាផលបើវាមានហេតុម៉ែឪក៏អត់មានយើងដែរតែលោកបញ្យល់5អញ្ចឹងលោកឲ្យតម្លៃមនុស្សដូចគ្នាទេឲ្យតម្លៃមនុស្សគឺឲ្យតម្លៃហេតុនឹងឯងលោកឪពុកអ្នកម្ដាយហ្នឹងឬពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកឲ្យតម្លៃឪពុកឲ្យតម្លៃលោកឪពុកអ្នកម្ដាយរបស់មនុស្សហ្នឹងខ្ពស់ជាទីបំផុតនឹងសូមឲ្យញោមញាក់ជ្រាបអញ្ចឹងលោកព្រះសម្មាសម្ពុទ្ធលោកបានតាំងនាមឈ្មោះលោកឪពុកអ្នកម្ដាយយើងមាន4បុព្វលោកតាំងឈ្មោះឲ្យឈ្មោះទី1ឈ្មោះថាពុព្វទេវីបាលីប្រែជាខ្មែរថាទេវតាខាងដើមរសាកូនអត់និយាយទេវតាលើមេឃទេនិយាយទេវតាគឺម៉ែឪណាទី2មេដាបេដាជាពុព្វាចារ្យជាគ្រូទី1របស់កូនឈ្មោះទី3មេដាបេដាជាព្រះព្រហ្មរសាកូនប្រកបដោយព្រហ្មវិហារធម៌4ឈ្មោះទី4មេដាបេដាជាព្រះអរហន្តរបស់កូនជាព្រះអរហន្តឈ្មោះទី4ដែលខ្ពស់យ៉ាងក្រៃលែងជាទីបំផុតខ្ពស់ជាងព្រះពុទ្ធទៅទៀតព្រះទី1ព្រះពុទ្ធព្រះទី2ទេngheណាលោកទម្លាក់ខ្លួនលោកឲ្យទៀតជាងម៉ែឪទៀតសម្រាប់កូនហ្នឹងបើឡូវបានរៀបរាប់អំពីនាម4យ៉ាងរបស់លោកឪពុកអ្នកម្ដាយដែលព្រះសម្មាសម្ពុទ្ធទ្រង់បានប្រសិទ្ធិនាមតែងតាំងឲ្យហ្នឹងបើឡូវនេះសូមលើកយកឈ្មោះមួយមកអធិប្បាយពោមកបញ្យល់ប្រាប់ថាតើមេដាបេដាដែលប្រពុតលោកថាជាទេវតាខាងដើមដែលរសាកូនហ្នឹងមនុស្សបើលោកថាទេវតាលោកសន្មត់ដូចទេវតាប្រមេដាបេដាលោករសាកូនទេវតានៅក្នុងឋានសួគ៌មានសិល5បងនៅក្នុងខ្លួនរបស់លោកជាអ្នកមានសិលម្ល៉េះហើយការថែរក្សាកូនប្រុសកូនស្រីនឹងដោយយកចិត្តទុកដាក់ជាទីបំផុតការថែរក្សាកូនជាងអ្វីណាទាំងអស់ទៅទៀតបងសម្រាប់កូនប្រុសកូនស្រីរបស់ព្រះលោកហ្នឹងបីបាច់តែរក្សាការពារសពបែបសពតាំងជួយ
រួចមេដាបេដាដែលជាទេវតាទី1នេះមិនចាំកូនបន់ស្រន់បួងសួងសុំអីពីទេវតាហ្នឹងទេអត់មានទេទេវតានោះលោកដឹងណាស់កូនអញអាយុប៉ុណ្ណេះត្រូវការអីកូនអញអាយុប៉ុណ្ណឹងត្រូវការអីអាយុប៉ុណ្ណឹងត្រូវការអីគាត់ជួយទំនុកបំរុងទៅតាមវ័យវឌ្ឍនាការអាយុរបស់កូនប្រុសស្រីអត់ប្របាក់បួងសួងបន់ស្រន់អីទេនឹងទេវតាគឺម៉ែឪនឹងអញ្ចឹងបើទេវតាខាងក្រៅមនុស្សចង់បានអីសុំតែតែឃើញទេវតាកាន់ណាអីដែលមនុស្សសុំយកមកឲ្យអត់តទីសោះមិនវាខុសគ្នាចឹងនេះទេវតាខាងក្នុងគឺពពៈទេវាទេវតាខាងដើមទោះដូចជាទេវតានៅក្នុងឋានសួគ៌ដែរជួយទំនុកបំរុងដល់កូនប្រុសកូនស្រីនៅគ្រឿងឧបភោគបរិភោគមិនប្របាក់កូនសុំទេបើគឺអត់បាក់បួងសួងសុំទេនឹងជាឈ្មោះទី1ហ្នឹងឈ្មោះទី2ឈ្មោះថាពពាចាថាលោកគ្រូទី1របស់កូនទៀតម៉ែឪគ្រូទី1របស់កូនតែដែលអ្នកណាពុទ្ធបរិស័ទណាអ្នកកាន់ពុទ្ធសាសនាណាដឹងថាពុទ្ធលោកថាម៉ែឪជាគ្រូទី1របស់កូនអត់ទាំងដឹងទេទាំងលោកឪពុកអ្នកម្ដាយទីក៏គិតមិនដែលដឹងថាពុទ្ធប្រាប់គិតថាជាគ្រូទី1បញ្រៀនបង្ហាត់កូនទេអានេះវាអភ័ព្វតែភាគីទាំងពីរអភ័ព្វដូចតែគ្នានឹងឯងអញ្ញញាតិពុទ្ធបរិស័ទយើងសត្វជាកូនរបស់ម៉ែឪគ្រប់តែគ្នានៃមនណាអត់ម៉ែអត់ឪទេយើងគិតថាយើងកើតមកពីតូចក្រូចឆ្មាយើងចេះភាសាឆ្លើយចាបើស្រីកូនស្រីម៉ែក៏ប្រកបតែកូនឆ្លើយចាបើកូនប្រុសតែឆ្លើយបានអាហ្នឹងលោកគ្រូក៏បញ្រៀនហើយស្មានតែចេះមកពីក្នុងពោះពាក្យថាចាស់ថាបានហ្នឹងស្មានតែចេះពីក្នុងពោះមកចេះឯសារលោកគ្រូទី1ដល់ឯបញ្រៀនលោកគ្រូទី1ប៉ុន្តែតាអ្នកនេះជាម៉ែអ្នកនឹងជាពុកបើសងៃពាក្យម៉ែពុកនឹងបាត់អស់ហើយណាមិនដឹងជាលោកគ្រូនៅបញ្រៀនដល់ម៉េចទេឮសូតាប៉ាម៉ាក់មិនដឹងលោកគ្រូអីបញ្រៀនអញ្ចឹងណាបាត់ម៉ែពុកតែណាអស់រលីងទៅនេះលោកគ្រូនោះបញ្រៀនកូនឲ្យខុសនឹងកំហុសរបស់លោកគ្រូសប្តាហ៍ថ្ងៃហ្នឹងអាត្មាដើរទៅទីណាកែណាកំរដែលលឺណាហៅម៉ែហៅពុកលឺតែម៉ាក់ប៉ានោះអស់លីងទៅហើយអាពាក្យថាប៉ាម៉ាក់នេះស្មានកូនទៅចេះខ្លួនឯងលោកគ្រូនឹងឯងដែលបញ្រៀនកូនឲ្យខុសអានេះជាកំហុសរបស់លោកគ្រូអានឹងមានអ្នកស្រឡាញ់អីទំនៀមទម្លាប់វប្បធម៌ភាសារបស់ជាតិអត្តទេសោះថាម៉េចបានម៉ែឪនឹងលោកគ្រូទី1នឹងឲ្យកូនហៅប៉ាហៅម៉ាក់មកពេលគិតថាហៅប៉ាហៅម៉ាក់ទៅដូចជាកូនអ្នកទីក្រុងតែបានហើយបើហៅម៉ែពុកដូចកូនអ្នកស្រែអ្នកព្រៃណាវាថាជាវត្ថុទាបអត់មានតម្លៃអញ្ចឹងត្រូវឲ្យហៅប៉ាហៅម៉ាក់ហ្នឹងហើយបំផ្លាញវប្បធម៌ភាសារបស់ជាតិវាអត់ដឹងខ្លួនតែសោះអាហ្នឹងលោកគ្រូnóខហើយណាបញ្រៀនកូនខបញ្រៀនសាខហើយនឹងសូមឲ្យជ្រាបអញ្ចឹងហើយអាត្មាសំដែងពីទោសកំហុសរបស់លោកគ្រូដែលបញ្រៀនកូនកោនោះលំមទៅនឹងកែមករកត្រូវវិញកែមករកភាសារបស់ជាតិយើងវិញអានេះលោកគ្រូដែលបញ្រៀនកូនសាខហ្នឹងមិនដឹងណាទេលោកគ្រូបញ្រៀនកូនខុសសាខអត់ដឹងទេអង្គុយនេះក៏មិនដឹងណាដែរអាត្មាជាថាទេបងអាហ្នឹងវាក៏មកលោកគ្រូហ្នឹងប្រយ័ត្នណាប្រយ័ត្នលោកគ្រូបញ្រៀនសិស្សឲ្យខុសសិស្សចេះតែពីលោកគ្រូណាកូននឹងអាចស្គាល់ថាម៉ែថាពុកថាយាយថាតាស្គាល់រូបជុំវិញខ្លួនបានស្គាល់គោស្គាល់ក្របីស្គាល់រុក្ខជាតិដើមឈើទាំងអស់បានដោយសារគ្រូទី1ហ្នឹងហើយដែលជាអ្នកបង្ហាត់បង្រៀនមុនដំបូងនោះគ្រូដើម
ប៉ុន្តែបើគ្រូដើមនឹងបង្រៀនសិស្សខុសហើយសិស្សនឹងខុសមួយជីវិតដែរព្រោះលោកគ្រូនឹងនាំឲ្យសិស្សខុសមួយជីវិតអានឹងសមញ្ញញាណដែលជាមេត្តាបិតានឹងអាត្មាប្រាប់ឲ្យតែពុទ្ធជាគ្រូថាគ្រូទី1របស់កូនបើអញ្ចឹងត្រូវប្រព្រឹត្តទៅយ៉ាងណាឲ្យវាសមរម្យជាលោកគ្រូបង្ហាត់បង្រៀនកូនប្រុសស្រីនឹងឲ្យមានអិរិយាបថចរិយាមេរយាទឲ្យត្រឹមត្រូវជាសាវបធម៌ប្រពៃណីរបស់ជាតិខ្មែរយើងហ្នឹងឥឡូវបាត់អស់ហើយណាបណ្ណាអាត្មានិយាយទៅវាចេះតែយាចេះកន្លាយទៅថាទៅញោមញាណនេះស្អប់អាត្មាទៀតហើយបើណាមិនគិតទេមកតែម្ដងប៉ុណ្ណឹងឯងមើលទៅសប្ថ្ងៃហ្នឹងសំលៀកបំពាក់បាត់អស់ហើយណាសម្ពុតក្បិនដើម្បីបាត់អស់លលីងហើយអាហ្នឹងជាគ្រឿងសំលៀកបំពាក់ប្រពៃណីរបស់ជាតិបាត់អស់ហើយសួរតើអ្នកណាអ្នកបំបត្តិអ្នកណាបំបត្តិតែយាយហ្នឹងឯងអាហ្នឹងក៏មកពីយាយហ្នឹងបើអញ្ចឹងទៅគួរតែទាំងអស់គ្នាខំស្រង់ខំស្រាវជ្រាវរកសម្លៀកបំពាក់ដែលជាប្រពៃណីទំនៀមទម្លាប់របស់ជាតិយើងឲ្យមានឡើងមកវិញពីព្រោះជាតិមួយមានភាសាមានអក្សរសាស្ត្រមានវប្បធម៌មានសិល្បៈដូរតន្ត្រីអីទាំងអស់ជាគ្រឿងអលង្ការរបស់ជាតិកាលណាវាបាត់អានឹងអស់ហើយជាតិវាអាក្រាតហើយព្រោះលែងមានគ្រឿងអលង្ការអីលំអហើយអានឹងជាផលវិបាកមួយណាសូមឲ្យញោមញាណគិតពីមុនមកអត់គិតទេបើឡើយនេះធ្វើទេសនាលើករឿងនោះមកបញ្យល់ញោមមើលប្រសង់ស្បង់ចៃវររបស់ប្រសង់នេះណាសួរតែពីសម័យប្រពន្ធមិនយ៉ាងម៉េចពីសម័យស្ងាយយ៉ាងម៉េចថាអត់ទេសងៃបច្ចុប្បន្នយ៉ាងម៉េចពីសម័យប្រពន្ធដូចគ្នាគេអត់មានកែប្រែតែព្រមមានព្រះវិន័យជាបង្គោលជាមូលដ្ឋានដែលត្រត្រង់ណាគ្រឿងស្បង់ចៃវរប្រសង់អត់មានកែប្រែទេណាតែប៉ុណ្ណឹងឯងហើយសម្រាប់ញោមញាតដែលជាក៏អត់មានប្រពៃណីអីរសាប្រពៃណីវប្បធម៌របស់ជាតិទេបាត់អស់លីងសូនធេងអស់ហើយឥឡូវអាត្មាក៏ចេះតែដើរបំផុសដើរបំផុលឲ្យញោមញាតពុទ្ធបរិស័ទនឹករលឹកឡើងដើម្បីស្រាវជ្រាវរៀបរកអ្វីដែលជាប្រពៃណីវប្បធម៌ដ៏ល្អរបស់ជាតិវាមានប្រយោជន៍ណាតែប្រពៃណីវប្បធម៌ពីបុរាណជួនខ្លះអត់មានប្រយោជន៍អីទេអានឹងវាត្រូវតែក៏វិញចោលអាណាដែលមានប្រយោជន៍យើងរក្សាទុកវាមិនជាត្រូវតែបើដូចគ្រឿងសម្លៀកបំពាក់អសតតែជារបស់ដែលមានសារៈសំខាន់បំផុតសម្រាប់ជាតិមួយហ្នឹងអានឹងសំចឹងនឹងបានតែលោកគ្រូហ្នឹងទី1របស់កូនធ្វើម៉េចឲ្យអប់រំកូនឲ្យមានចរិយាមេរយាទអេរិយាបថឲ្យបានត្រឹមត្រូវជាត្រកូលសប្បុរសពូជពងរបស់សប្បុរសជាមនុស្សដែលស្អាតពូជពងវងតកូនដែលល្អហ្នឹងហើយបើគេអ្នកចេះដឹងគេអ្នកមានបញ្ញាគេឃើញតកូនណាកូនក្មេងតូចហ្នឹងប្រព្រឹត្តយ៉ាងណាប្រព្រឹត្តល្អក្តីអាក្រក់ក្តីនៅស្គាល់ដល់តម៉ែឪឃើញកូនប្រព្រឹត្តល្អចរិយាមេរយាទល្អគេថាអូយម៉ែឪគេចេះដឹងណាគេអប់រំបង្ហាត់បង្រៀនកូនគេល្អចរិយានឹងជាអ្នកសប្បុរសឃើញហើយគួរឲ្យស្រឡាញ់ឲ្យពេញចិត្តគណៈឃើញអាដែងចរិយារបស់កូនស្គាល់ដល់លោកគ្រូណាចាំបើឃើញកូនច្រឡឹសបើច្រឡំខាមសម្រាប់អ្នកមានបញ្ញាដូចជាបង្ហាញណាម៉ែឪលោកគ្រូនោះអត់ដឹងអីទេលោកគ្រូអត់មានចំណេះជំនាញអីអប់រំកូនឲ្យល្អទេបុរាណគេថាក្រៅដៅក្នុងក្រៅគេមើលទង្វើរបស់កូនគេស្គាល់ដល់ទៅម៉ែទៅឪនោះតាមបានទេញោមណាព្រោះញោមញាតខ្លះឃើញក្មេងនេះច្រឡឹសបើច្រឡំខាមមិនសមរម្យនឹងរឹកពៀជាបែបតំណឹងស្ទាវអីទៅជាអាក្មេងកាយ៉ាក្មេងនេះច្រឡំខាំច្រឡឹសបើក្មេងទំនើងឯទៅខាងណាក្មេងខាងហ្នឹងក៏វាខុសក្មេងហ្នឹងវាមាន
មានលោកគ្រូវានៅពីលើណាលោកគ្រូគឺម៉ែឪតែអាត្មាសំដែងនេះគឺប្រាប់ញោមទេបើឃើញកូនក្មេងច្រឡឹសបើច្រឡំខាមអីកុំទៅជាអាក្មេងជាម៉ែវាហ្នឹងតែនេះអាក្មេងនេះច្រឡឹសបើច្រឡំម៉ែវាអត់ចេះបដៅទេអាហ្នឹងមិនត្រូវអូបានត្រូវចឹងអោលគ្នាមិនហើយកុំមកបន្ទោសគ្នាហ្នឹងចាំទៅផ្ទះទៅសតទៅបន្ទោសនឹងគេថាចាំបើហេតុបោះពីលោកគ្រូនោះបើអញ្ចឹងកុំជេរក្មេងណាញោមណាតែញោមជេរក្មេងវាខុសត្រូវយើងស្រាវជ្រាវរកហេតុផលតែក្មេងបែបនេះទៅហេតុពីអីតែពីលោកគ្រូនោះឯងអាចបើឃើញកូនល្អក្មេងល្អមានចរិយាមេយាស្ដាប់ទៅល្អសរសើរថាអើយម៉ែឪគេចេះដឹងហើយមើលគេអប់រំគេបង្ហាត់បង្រៀនកូនគេមានចរិយាមេរយាទអីភាសាអីល្អទៅសើម៉ែឪនឹងកុំទៅសើក្មេងហ្នឹងយល់ទេហ៎អរិបើក្មេងអាក្រក់កុំទៅជេរក្មេងជេរម៉ែវាតែអាត្មាប្រាប់ចង្កាថាខុសបើនេះលោកគ្រូដែរប្រយ័ត្នលោកគ្រូទី1ហ្នឹងគឺលោកឪពុកអ្នកម្ដាយហ្នឹងហើយវិញលោកគ្រូនេះសុំកុំឲ្យឃ្លាតរវាទពីកូនសិស្សរបស់ខ្លួនឲ្យដាច់ពីខ្លួនហ្នឹងក្នុងមួយយប់មួយថ្ងៃ24ម៉ោងត្រូវរកឱកាសឲ្យបានជួបនឹងកូនសិស្សរបស់ខ្លួនឲ្យជួបលោកគ្រូជួបពេលណាថាពេលយប់ទំនេរម៉ោង6 7ឲ្យផុតការងារអីគេជួបជុំនិយាយនេះមកលោកគ្រូទាំងពីរលោកគ្រូម៉ែគ្រូឪហើយនឹងកូនមកជួបនិយាយគ្នាលេងសារស័ព្ទពីរឿងនេះរឿងនោះទៅប្រាប់កូននោះដូចជាការឃើញកូនធ្វើអំពើអីដែលមិនល្អពីថ្ងៃហ្នឹងពេលហ្នឹងតែប្រាប់ថាកូនថ្ងៃម៉ាញ់ម៉ែឃើញកូនឯងធ្វើអំពើនេះនិយាយភាសានេះអត់ល្អទេកូនកុំនិយាយទៀតអាហ្នឹងអ្នកស្រុកអ្នកស្រែឮគេជេរម៉ែហ្នឹងហើយតែគេមិនជេរកូនឯងគេជេរម៉ែចាកូនកុំធ្វើតែនេះថាណែនាំណាបើកុំឲ្យវាឃ្លាតមកយប់មួយថ្ងៃទៅមកជួបគ្នាពេលសម្រានមុនពេលសម្រានរួចបាយរួចទៅតើឲ្យនេះមកអង្គុយនិយាយ10 20នាទីទៅឬយើងនិយាយរឿងរ៉ាវអីហ្នឹងដល់ល្អហ្នឹងណែនាំប្រាប់កូនអាហ្នឹងកុំឲ្យដាច់រយាលជាងការយើងអត់បានគិតឲ្យធ្វើការងាររវល់ពេកកូនក៏ដោយកូននៅម៉ែក៏ដោយម៉ែដោយក៏ឲ្យតែអាហ្នឹងយើងមានបានបញ្រៀនឲ្យកូនក្នុងឋានៈជាលោកគ្រូហ្នឹងដល់បានទេយោណាអានេះប្រាប់អីអានឹងជាពាក្យទូនមានព្រានបដៅរបស់ព្រះពុទ្ធដែរណាតែស្ដាប់ទៅភ្លេចថានឹងពាក្យព្រះពុទ្ធថាអាត្មាអ្នកថាមែនទេអាព្រះពុទ្ធទេអានឹងយ៉ាងអានេះទី2ពពាចាទី3ឈ្មោះថាព្រំមេដាបេដាលោកស្រឡាញ់អប់រំកូនដោយព្រហ្មវិហារធ្វើ4ព្រះព្រំដែលនៅក្នុងឋានព្រំហ្នឹងលោកមានធ្វើ4ហ្នឹងជាអក្រិតដោយមនុស្សយើងហ្នឹងមានសិល5ប្រចាំមនុស្សយើងហ្នឹងសម្រាប់ពុទ្ធសាសនាឲ្យមានសិល5គ្រប់គ្នាសម្រាប់ព្រះព្រំក្នុងឋានព្រំមានព្រហ្មវិហារធ្វើ4ហ្នឹងជាលំនៅវិហារគឺជាផ្ទះរបស់ព្រះព្រំនៅក្នុងឋានព្រំហ្នឹងទី1គឺមេត្តាធ្វើទី2ករុណាធ្វើទី3មុទិតាធ្វើទី4ឧបេក្ខាធ្វើនេះព្រហ្មវិហារធ្វើ4ព្រហ្មវិហារធ្វើ4របស់ព្រះព្រំនឹងព្រះព្រំត្រូវបដិបត្តិយ៉ាងសុក្រិតបំផុតអត់មានទន់ខ្សោយធ្វើណាមួយអត់មានដាច់ធ្វើណាមួយបានទេបើព្រះព្រំដាច់ធ្វើណាមួយក្នុងធ្វើទាំង4នេះព្រំនឹងត្រូវចុតតិចុះពីឋានព្រំមកឋានមនុស្សនេះវាអត់មានសិទ្ធិក្នុងនោះទេនេះសូមឲ្យជ្រាបចា៎ធ្វើនោះតាំងមកសម្រាប់ព្រំពេលដូចសម្រាប់ញោមញាតិជាពុទ្ធបរិស័ទនេះសម្រាប់ពុទ្ធសាសនាថាត្រូវតែមានសិល5ហ្នឹងទូទៅទាំងអស់មានសិល5ទូទៅបើញោមញាតិជាមនុស្សគ្មានសិល5ទេលោកធៀបថាសិល5ទុកដូចផែនដី
យ៉ាងរួចយើងជាមនុស្សបើយើងអត់មានសិល5ដូចជើងអត់ចិនជាប់ផែនដីទេកាលណាជើងវាមិនជាប់ផែនដីរមែងរសាត់រមៀលវិលវល់ទៅបើយើងមានបានរសាសិល5ទុកដូចយើងឈរជន់លើផែនដីនឹងជាប់អត់ឃ្លាញអត់ឃ្លងអត់ត្រេតទៅណាទេសម្រាប់ជីវិតរបស់យើងនេះបានសិល5នេះពុទ្ធសាសនាថាជាសិទ្ធិមនុស្សបើអ្នកដែលមានសិល5គឺអ្នកគោរពសិទ្ធិមនុស្សជីវិតជុំវិញខ្លួននេះមិនដែលបានទទួលសេចក្តីទុក្ខសោកភ័យអន្តរាយអីពីយើងទេបើយើងអត់មានផ្ដល់អីឲ្យជីវិតជុំវិញខ្លួនយើងពិបាកទទួលទរណៈទេនេះសម្រាប់សិល5នោះសិល5ទី1សិក្ខាបទ1ហាមមិនឲ្យយើងសម្លាប់ជីវិតគេទី2ហាមមិនឲ្យលួចទ្រព្យសម្បត្តិគេទី3ហាមមិនឲ្យទៅបៀតបៀនប្តីប្រពន្ធកូនគេទី4ហាមមិនឲ្យកុហកបោកប្រាស់អ្នកដទៃដោយពាក្យសម្ដីមិនទៀងត្រង់ហ្នឹងទី5ហាមមិនឲ្យផឹកស្រាគ្រឿងសង្វឹងគ្រឿងញៀនអំពើទាំង5នេះបើកាលណាយើងអត់បានរក្សាប្រកបជាជីវិតជុំវិញខ្លួនយើងបានទទួលទុក្ខលំបាកដោយសារខ្លួនយើងផ្ដល់ទុក្ខអីគេណាដូចទៅសម្លាប់គេអានេះជីវិតអ្នកដទៃហើយទៅលួចទ្រព្យក៏ទ្រព្យអ្នកដទៃឲ្យគេក្តៅក្រហាយហ្នឹងឯណាទៅបៀតបៀនប្តីប្រពន្ធគេក៏អ្នកដទៃហ្នឹងឲ្យក្រោបពីខ្លួនយើងគេក្តៅក្រហាយហើយយើងទៅកុហកគេក៏អ្នកដទៃគេខូចខាតអន្តរាយដោយសារពាក្យសម្ដីមិនពិតយើងព្រោះយើងផឹកស្រាស្រវឹងលេលឡោទៅបៀតបៀនអ្នកដទៃសត្វតែប៉ះពាល់ជីវិតជុំវិញខ្លួនយើងទាំងអស់តែអញ្ចឹងយើងមានគោរពសិទ្ធិមនុស្សឯណាតើយើងមានសិទ្ធិ5មកយើងគោរពសិទ្ធិមនុស្សឃើញទេអានេះវិញអញ្ចឹងរួចយើងនៅតែធូរសិលរបស់យើងនៅធូរស្រាលជាងព្រះព្រហ្មបានបងដាច់តសិលណាមួយគឺខូចទាំងអស់លាក់ចុះពីចុតតិពីឋានព្រហ្មមកព្រាមតែសម្រាប់សិល5របស់មនុស្សបើញោមញាតប្រព្រឹត្តអសមាទានសាតែបើលួចទៅសម្លាប់គេដាច់តសិលសម្លាប់មួយទេសិល4នេះអត់ដាច់ទេវាធូរជាងព្រហ្មតែដាច់មួយធ្លាក់ហើយយើងអត់ទេដាច់មួយខូចតែមួយទេខូចសម្លាប់គេបើយើងទៅលួចគេដាច់តសិលលួចគេទេអាសម្លាប់អីអត់ដាច់ទេតែបើយើងទៅបៀតបៀនប្តីប្រពន្ធគេដាច់តសិលមួយដែរ4ទៀតនៅបើយើងទៅកុហកគេក៏ដាច់តែមួយទេ4ទៀតនៅតែធំជាងគេបំផុតគឺស្រាតែទៅផឹកស្រាដាច់ទាំងអស់សិល5នោះអត់មានសល់មួយទេសាបានទេញោមណាល្មិចបានថាយើងទៅផឹកស្រាវាដាច់ទាំងអស់ព្រោះស្រាយើងដឹងហើយពោជាតិធម្មពលជាតិមួយកាលណាចូលទៅអាជាតិស្រាទៅប្រែប្រួលផ្លាស់ចិត្តផ្លាស់វិញ្ញាណយើងឲ្យខុសធម្មតាហើយបងឲ្យខុសធម្មតាវាឈប់ធម្មតាហើយវាទៅជាអ្នកក្លាហានទៅជាអ្នកអង្អាចអ្នកគេថានិយាយច្រើននិយាយអីអូវាធ្វើចិត្តឲ្យកាចជួនកាលស្រវឹងមែនទែនដែរដួលងើបមិនរួចផងខាងណាមិត្តភ័ក្ដិផឹកស្រាជាមួយគ្នាទើសពាក្យដែលស្ដែងថាខ្លួនឯងដួលហើយក្រោបមួយហៅអាមួយទៀតថាមកអាខ្លាមកសែងអញទៅធាក់អាហ្នឹងវាចាប់ធំណាស់ខ្លួនឯងក្រោបមិនរួចឲ្យសែងទៅធាក់គេទៀតស្រានោះវិញយ៉ាងបានប្រពន្ធតាសិល5តាផឹកស្រាដាច់ទាំងអស់អត់មានសល់ទេចំណងរបស់សិលគេនៅតែធូរជាងប្រព្រំដាច់ណាមួយអត់បានដាច់ទាំងអស់យើងមានស្រាមិនទេដាច់ទាំងអស់នៅនេះត្រូវមានសិលអញ្ចឹងបានបើយើងរក្សាសិលទៅសិលផ្ដល់សេចក្តីសុខឲ្យដល់គ្រួសារយើងនឹងមុនគេទាំងអស់បើយើងរក្សាសិលប្តីក៏មានសិលប្រពន្ធក៏មានសិលអប់រំកូនឲ្យមានសិលទៅទៀតមនុស្ស3ភាគីក្នុងគ្រួសារនេះគឺសន្តិភាពកើតមានណាប្រពន្ធក៏អត់ប្របាក់ព្រួយចិត្តក្រែងប្តីអញទៅសម្លាប់គេទៅលួចទ្រព្យគេទៅមានស្រីមានញីប្រពន្ធកូនគេណាទៅក៏ហក់គេណាទេផឹកស្រាទៅព្រោះទុកតែមានសិលគឺវាស្ងប់ហើយទុកចិត្តប្តីយកអត់ប្របាក់រំគីហីទេ
ប្តីក៏ទុកចិត្តប្រពន្ធដែរថាមានសិលហើយអត់មានបញ្ញាទេម៉ែឪក៏ទុកចិត្តកូនស្រីប្រុសទៀតអានឹងសិលគេឲ្យអប់រំអញ្ចឹងសិលមិនរសាតែមនុស្សចាស់ទេណាញោមណាតាំងពីកុមារនៅតូចមកត្រូវអប់រំឲ្យស្ថិតនៅក្នុងសិលធម៌ឲ្យជាកូនដែលមានសិលធម៌ល្អហ្នឹងបើញោមញាតអត់យល់ថាសិលបានតែមនុស្សចាស់ទេបានគេទៅសុំសិលមានកម្ពីណានៅក្នុងបៃដកដែលសម្ដែងថាសិលតែមនុស្សចាស់សុំទៅសារក្មេងសម័យមកអត់មានទេណាហ្នឹងណានោះសត្វតែថែមតឲ្យខ្លួនឯងក្រៅអំពីពាក្យទូលមានព្រាមដៅរបស់ព្រះពុទ្ធទេអាហ្នឹងមួយណាដូចជាបុណ្យកឋិនសងៃតើអើយនៅក្មេងទៅធ្វើបុណ្យកឋិនមិនបានទេទទួលត្រៃកឋិនមិនបានទេវាអាចរាសីវាចោះឬគេថាវាឆុងយីអ៊ុនវាដាក់ស្ដីអីណាមានកម្ពីណានៅក្នុងបៃដកដែលព្រះពុទ្ធសម្ដែងមកអត់មានទេព្រះពុទ្ធលោកសម្ដែងថាអ្នកដែលអាចធ្វើជាមេកឋិនបានជាតិទេវតាក៏ធ្វើមេកឋិនបានដែរបើជ្រះថ្លាយកសម្ព័ន្ធមកប្រគេនព្រះសង្ឃទីពីរជាតិជាមនុស្សធ្វើបានដោយលោកអត់បានប្រាប់ថាមនុស្សក្មេងធ្វើមិនបានទេអត់មានទេថាឲ្យតែមនុស្សប៉ុណ្ណាក៏ធ្វើបានដល់មិនដឹងជាលោកគ្រូណាថាក្មេងធ្វើមិនបាននឹងចេញពីតាណាតាមបានទេអញ្ចឹងនេះបញ្ជាក់រឿងបុណ្យកឋិនពុទ្ធលោកថាអត់មានក្មេងធ្វើមិនបានលោកសម្ដែងថាជាតិជាមនុស្សមួយតែប៉ុណ្ណឹងមួយម៉ាត់អញ្ចឹងក្មេងក៏ទៅបានចាក់កណ្ដាលក៏ទៅចាស់ទៅបានទាំងអស់អានឹងលុបចេញតែបានញោមណាលុបចេញជាតឡាធ្វើទៅកឋិនណាអានឹងសំជ្រាបអញ្ចឹងលោកប្រាប់តែអញ្ចឹងលុបចេញតែខំខោឲ្យខោចាអំពីពាក្យទូលមានព្រាមដៅរបស់ព្រះពុទ្ធណាអានេះកែអ្វីដែលវាខុសនោះតែបានញោមណាបានឥឡូវសំដែងពីធ្វើព្រមវិហារ4ធ្វើទី1មេត្តាបាលីប្រែជាខ្មែរថាសេចក្តីស្រឡាញ់នៅលើដីក្រោមមេឃនេះអត់មានអ្នកណាស្រឡាញ់យើងជាងម៉ែឪយើងទេព្រះពុទ្ធលោកបញ្ជាក់ប្រាប់ចាអត់មានថាទេវតាណាមកស្រឡាញ់ឯងអត់មានស្រឡាញ់ឯងទេថានឹងនៅលើដីក្រោមមេឃមានតែលោកឪពុកអ្នកម្ដាយទេដែលស្រឡាញ់កូនប្រុសស្រីរោគទីប្រមាណមិនបានវាស់ចម្ងាយក៏គីឡូក៏វាអត់មានលេខដាក់ទាំងហុំយកផែនដីមកធៀបក៏វាអត់ស្មើនឹងការស្រឡាញ់មេត្តាសេចក្តីស្រឡាញ់ដល់កូនប្រុសកូនស្រីទេប៉ុន្តែគ្រាន់លោកធៀបឧបមាឲ្យយើងនឹងងាយស្ដាប់ថាមេត្តាបៃតាដែលស្រឡាញ់កូនលោកពុំដែលធៀបដូចជាបបោមាត់ក្នុងថ្មិញបបោមាត់ក្នុងថ្មិញយើងណាលោកធៀបឧទាហរណ៍ថ្មិញទុកដូចជាកូនបបោមាត់ទុកដូចជាលោកពុកអ្នកម្ដាយគិតការពារមិនឲ្យអ្នកណាមកប៉ះពាល់ថ្មិញទេសូម្បីតែឃើញថ្មិញអត់ឃើញទេអ្នកណាចង់បៀតបៀនថ្មិញត្រូវប៉ះគាត់ក្នុងមុនមែនទេត្រូវប៉ះបបោមាត់នៅមុនក៏តស៊ូអញ្ចឹងលោកធៀបអញ្ចឹងតែដល់ស្រឡាញ់រោទីប្រមាណអត់បានទេកាលដែលលោកពុកអ្នកម្ដាយគាត់នៅកំឡោះកំមុំក៏ស្រឡាញ់ខ្លួនគាត់ដល់គាត់មានគូសកលក៏ស្រឡាញ់គូសកលប្តីប្រពន្ធគាត់ដល់គាត់មានកូនអស់អាលីងអាស្រឡាញ់ខ្លួនឯងប្តីប្រពន្ធប្រមូលមកនៅលើកូនទាំងអស់តែកូនអត់ដឹងទេតែអាត្មាចាថាតែខ្ញុំមានកូនមានចៅគ្រប់តែគ្នាដឹងមែនអាត្មាថាហ្នឹងព្រោះនេះលាតត្រដាងអំពីពុទ្ធលោកសំដែងប្រាប់ថានៅលើលោកកុំទៅជឿថាទេវតាណាស្រឡាញ់យើងនឹងទេវតានៅក្នុងឋានសួគ៌ណាស្រឡាញ់យើងអត់ទេមានតែទេវតាគឺលោកឪពុកអ្នកម្ដាយហើយតែស្រឡាញ់យើងនឹងរកទីប្រមាណអត់បានតែលោកឪពុកអ្នកម្ដាយស្រឡាញ់យើងក៏មិនដែលប្រាប់យើងថាអើយកូនហើយម៉ែពុកស្រឡាញ់កូនឯងណាបើលេបបានម៉ែលេបអើលេក៏អត់អីទេគាត់ទុកតែក្នុងចិត្តគាត់តែយើងមើលទង្វើរបស់គាត់ដែលគាត់ធ្វើមកលើកូនយើងអាចយល់បានមានសេចក្តីស្រឡាញ់ប៉ុន្តែមានអីណាដឹងកូនណាដែលដឹងថាម៉ែឪស្រឡាញ់អញស៊ូងាប់រងអញវាមិនដឹងទៅតែសោះ
បើដល់គេដឹងដល់គូសង្សារហ្នឹងប្តីប្រពន្ធគេស្រឡាញ់គ្នាហើយងាប់រស់ហើយណាញោមណាបានគេបដិញ្ញាដល់រៀបចំសំគុំដាក់ពីជាប្តីប្រពន្ធគូសកលនៅជាមួយគ្នាគឺទៅស្គាល់ឯហ្នឹងទេថាសេចក្តីស្រឡាញ់ហ្នឹងតែម៉ែឪស្រឡាញ់អត់បានដឹងទេតែអាត្មាមើលក្នុងសង្គមរបស់មនុស្សឃើញក្នុងសង្គមប្តីប្រពន្ធនេះអាត្មាថាមិនទាន់ឲ្យកំណត់ថាសេចក្តីស្រឡាញ់នោះមានស្ថិរភាពនិងច្បាស់លាស់មិនចេះប្រែប្រួលអត់ទេអាត្មាប្រើពាក្យថាស្រឡាញ់បណ្ដោះអាសន្នដែរប្តីប្រពន្ធនៅក្មេងៗស្រឡាញ់នេះបណ្ដោះអាសន្នទេណាអត់ទាន់ឲ្យថាមិនមានស្ថិរភាពពិតប្រាកដច្បាស់លាស់ទេល្បីមកអាត្មាថាអញ្ចឹងបើឃើញគូសកលខ្លះរៀបចំទៅជាគូសកលប្តីប្រពន្ធបានតែកូនមួយកូនពីរឃើញបាក់មេឃរ៉ែធៀងចែកផ្លូវគ្នាហើយអាហ្នឹងគេថាស្រឡាញ់បណ្ដោះអាសន្នបើស្រឡាញ់មែនទែនវាអត់មានអញ្ចឹងទេអើទៅដោយនៅលោកយាយលោកតាអាយុ70ហើយ70ដែរឃើញគាត់នៅជាមួយគ្នាដឹកដៃគ្នាទៅវត្តអាហ្នឹងបានមានស្ថិរភាពគាត់បើថានៅក្មេងអាត្មាមិនទាន់ជឿទេបងអត់ទាន់ជឿទេបងហ្នឹងនិយាយពីការស្រឡាញ់នោះបើថាលោកឪពុកនេះម្ដាយច្បាស់ជាអត់ចេះប្រែប្រួលមានស្ថិរភាពពោពិតប្រកបច្បាស់លាស់វិញថាកូនដែលវាល្អមានចរិយាមារយាទល្អថាគាត់ស្រឡាញ់ហើយទៅចោលណាអាកូនស្ទាវតំណឹងគាត់កាន់សកាទុកស្រឡាញ់យ៉ាងនឹងស្រក់ទឹកភ្នែកគ្រប់ចង្ហៀនជើងគាត់ព្រួយថាកូនទូលមានព្រិនបដៅបានកែងធំទៅវានឹងមានទុកមានទោសអីយ៉ាងណាដោយសារអំពើតំណឹងស្ទើរណាគាត់កើតទុកយ៉ាងធំទៀតស្រក់ទឹកភ្នែកដោយសារកូនគាត់ស្រក់ទឹកភ្នែកដោយសារស្រឡាញ់ហ្នឹងឯងដោយសារកូនគាត់ឯងបើអ្នកដតីណាខុសពីកូនឯងមិនក៏មិនទៅខ្វល់ដែរអានឹងសុំជ្រាបចាថាកូនដែលល្អគាត់ស្រឡាញ់មកបែបតែថាកូនដែលវាមិនល្អនោះវាមកធំមកបោះតម្ងន់មួយទៅទៀតគិតហ្នឹងអនាគតរបស់កូនហ្នឹងនេះសេចក្តីស្រឡាញ់ឈ្មោះថាមេត្តាធម៌ហ្នឹងស្រាប់បានញោមណាមេត្តាគូសង្សារនេះបើនៅក្មេងៗអាត្មាមិនទាន់ជឿទេចាំឃើញ80អាយុ70ប្លាយគាត់នៅដឹកដៃគ្នាទៅវត្តបាទអាត្មាជឿតែនោះប្រកាសជាស្ថិរភាពរបស់គាត់ហើយដូចជាលោកឪពុកអ្នកម្ដាយអ្នកម្ចាស់ប៉ុននេះដោយសារផលវិបាកលោកឪពុកនឹងគាត់អស់អាយុទៅមុនអ្នកម្ដាយទៅបើសិនណាគាត់នៅប្រកាសជាគាត់មានស្ថិរភាពហើយគាត់នៅជាមួយនឹងគ្នាហើយបើដល់មានផលវិបាកទៅក៏អាចឲ្យគាត់នឹងបាក់មេឃលហើយទៀងទៅដោយនិរាព្រះគ្នាដោយសេចក្តីស្លាប់ហ្នឹងមកបំបែកគាត់ហ្នឹងបើសិនគាត់នៅរស់ទាំងពីរអត់អីទេប្រកាសជាមានស្ថិរភាពអាត្មាមានជំនឿចឹងដូចនិយាយពីមេត្តាធម៌ទី2ករុណាធម៌ករុណាធម៌ហ្នឹងប្រែថាសេចក្តីអាណិតអាសូរចំពោះកូនរបស់ខ្លួនករុណាធម៌ហ្នឹងមានតាំងពីយើងជាកូននៅក្នុងផ្ទៃកើតម្ល៉េះករុណាធម៌វាកើតឡើងគាត់នឹងដឹងថាអូយអញនេះមានពោះមានពងហើយគាត់ដឹងថាអញមានពោះមានពងហើយគាត់ចាប់ផ្ដើមប្រយ័ត្នហើយមកហូបណាដែលជូរពេកហឹលពេកប្រៃពេកក៏អត់ហ៊ានបរិភោគទេខ្លាចវាទៅប៉ះពាល់សុខភាពទារកនៅក្នុងពោះនោះពោះទារកនៅក្នុងពោះនោះសាច់ខ្ចីណាស់ពោះក្រហមល្ងាលតែមានជាតិអីជូរពេកបែរទៅប៉ះក៏ញាក់ញើមពេកដូចជាសាច់ដែលគេប្រឡាក់មិនអីគេលោកធៀបប្រមាថដូចជាគេយកអំបិលទៅប្រឡាក់ស្វាតងរស់ហ្នឹងស្វាបកស្បែកទៅនៅសាច់យកមកដាក់វិញញើចឹងនឹងនិយាយពីទារកនៅក្នុងពោះហ្នឹងម្ល៉េះគាត់តាំងពីមកហូបអាហារប្រៃពេកជូរពេកហឹលពេកក៏ហេតុបរិភោគទៅប៉ះពាល់កូនក្នុងពោះនេះដោយសារករណីទៅហ្នឹងឬអរិយាប័ត្ររបស់ប៉ុនកើតក៏ខុសប្រក្រតីអំពីការដែលខ្លួននៅទំនេរមិនទាន់មានពោះពងចេះប្រុងប្រយ័ត្នទាំងអស់ដោយសារខ្លាចប៉ះពាល់សុខភាពកូនលុះដល់កូននឹងគ្រប់ខែឲ្យប្រសូតចេញមកកាន់តែមានករណាអាណិតអាសូរនឹងមកផ្នែកមកទៀតឲ្យបោកទៅលើហ្នឹង
កូនកើតមកបានមួយខែពីរខែនេះសាច់នៅខ្ចីសំបីតងូតទឹកឲ្យទឹកតិចពេកក៏មិនហ៊ានងូកែកូនល្ងាញាក់ញើលាយទឹកឲ្យក្តៅហើយកែក្តៅពេកស្បែកសាច់នៅខ្ចីហ្នឹងណាប្រយ័ត្នគ្រប់ទាំងអស់ដាក់ឲ្យកូនដេកយូរពេកកែកូនក្តៅខ្នងទៅលើកបង្ហើបឡើងលាបទឹកឲ្យបក់អានោះសក្ករណាធ្វើទាំងអស់អាណិតកូនអាសូរកូនទៅណាមកណាគេនេះអត់កូនគេមានដៃគេបងបោយឲ្យឡាហើយម៉ែមានកូនអត់មានទេរវល់តែបីអោបត្រោកំពីកូនហ្នឹងថ្នាក់ថ្នមកូនហ្នឹងតែមិនអោយខ្លាចកូនជួបនៅក្តីលំបាកណាមួយសិតតែករណាធ្វើទាំងអស់គាត់ឲ្យកូនដេកដាក់រឹងឲ្យដេកគាត់ទៅធ្វើការស្ទើរទៅធ្វើម្ហូបដាំស្លឲ្យទៅឬទៅបរិភោគអាហារឲ្យទៅលឺកូនស្រែកយំវ៉ាវ៉ាក៏វែងការងារចោលរឹងចានបាច់ឲ្យស្ទុះទៅមើលកូនព្រាមដោយអំណាចករណាធ្វើខ្លាចមានសង្អាខ្លាចមានខ្ទួយឲ្យវាមកខំមកតិចកូនហ្នឹងឬពំនោះសតទេក្រែងកូននឹងមានអាការៈក្តៅអុយគ្រុនស្អីអីហ្នឹងគេទៅរត់ទៅមើលព្រាមណានឹងដោយអំណាចករណាធ្វើហ្នឹងឯងអាណិតអសូរកូនណាទី3មុទិតាធ្វើមុទិតាធ្វើហ្នឹងគឺសេចក្តីរីករាយត្រេកអរតាមលំអសេរីសួស្តីរបស់កូនប្រុសស្រីដែលចម្រើនលូតលាស់វ័យវឌ្ឍនាការឡើងពេញកំមុំពេញកន្លោះឡើងរូបរាងក៏ស្អាតល្អពណ៌សម្បុរក៏ល្អរៀនសូត្រក៏ប្រកែវិស្ដាប់អវាទទូនមានព្រិនប្រដៅណែនាំលោកឪពុកអ្នកម្ដាយទីនិយាយពីគាត់អូពេញចិត្តត្រេកអរតែរីករាយតាមសេចក្តីល្អរបស់កូនតែគាត់មិនដែលប្រាប់កូនទៀតអត់ដែលប្រាប់កូននេះស្រឡាញ់ទុកលាក់តែក្នុងទ្រូងគាត់នឹងឯងកូនអត់ដឹងទេប៊ីលៀណាឃើញកូនរៀបចំតុបតែងរាងកាយចេញដំណើរទៅក្រៅក៏តាមមើលកូនទៅដើរចេញផុតពីផ្ទះចេញផុតពីភូមិឃើញកូនដើរមកវិញតាមមើលកូនទៅដើរចូលដល់ផ្ទះជួនកាលទេសកាលមានឱកាសគាត់អង្គុយទំនេរអង្គុយពីអ្នកប្តីប្រពន្ធគាត់ឃើញកូនរៀបចំខ្លួនចេញទៅណារៀមស្លៀកបំពាក់ឲ្យស្អាតល្អគាត់តាមមើលហើយគាត់កោះគ្នាគាត់ថាម៉ែពុកមើលកូនកំមុំកូនកន្លោះយើងស្អាតអូយរូបរាងសំរុំស្លៀកពាក់ទៅក៏ល្អស្អាតក៏សប្បាយចិត្តចាអានេះថាមុទិតាធ្វើត្រេកអររីករាយសប្បាយទៅតាមលំអសេរីសួស្តីរបស់កូនហ្នឹងបើគាត់ត្រេកអរតែគាត់តែកូនមិនទៅដឹងអីទេតែពីអ្នកប្តីប្រពន្ធកូនគាត់ទេហ្នឹងអញ្ចឹងទី4ឧបេក្ខាធ្វើឧបេក្ខាប្រែតែចិត្តជាកណ្ដាលកាលណាបើគាត់រៀបចំកូនឲ្យមានគូសកលប្តីប្រពន្ធហើយចិត្តគាត់នៅស្មើហើយដោយគាត់សង្ឃឹមគាត់ដឹងច្បាស់ទៅលើសមត្ថភាពលើបញ្ញាឆ្លៀសវាំងវៃរបស់កូននឹងដែលរៀនសូត្រគេចេះដឹងហើយគេអាចថែរក្សាប្តីប្រពន្ធគេបានហើយគេអាចចិញ្ចឹមកូនចៅគេបានហើយគាត់ស្រាកចិត្តនោះស្រាកនៅដល់វាជាកណ្ដាលចាកៅឧបេក្ខាទៅដោយគាត់ទុកចិត្តទៅលើកូនស្រីប្រុសថាគេមានសមត្ថភាពគ្រប់គ្រាន់ចឹងវត្ថុស្រាលទៅនៃព្រមវិហារ4ហ្នឹងសម្រាប់មេត្តាបិតាដែលថែរក្សាកូនប្រកបដោយធ្វើ4យ៉ាងហ្នឹងរួចទី4ឈ្មោះថាអាហុណយោអាណយោនេះនៅក្នុងសង្ឃគុណសុបដិបណ្ណោហ្នឹងអាចារ្យក្តីបាសកបាការតែងសូត្រនមស្ការពុទ្ធគុណធម្មគុណសង្ឃគុណដល់ប្រែអាហុណយោលោកជាបុគ្គលដែលគួរទទួលនៅចតុបច្ច័យដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសិលហ្នឹងអាហុណយោគឺព្រះអរហន្តនឹងជាតួអរហន្តមេត្តាបិតាជាព្រះអរហន្តរបស់កូនហ្នឹង
ทำไมเมียดาใบดานั่งเจียเปรียอรหันปะปุลธาปะปุลธาดอกทากวดเน่เจียเปรียตีปีเต้ไปเจียปรำจังเมียดาใบดาเจียเปรียตีมวยเราบ่เนี่ยงั้นเราเอาตำลังเลือกำปอจ้ะเปรียดตีเทียดศาสนาติเมียนเอาตำลังไม่เอาเองติงตุยเตะแต่ปะปุลเราเลิกกำปอไม่เอาเปรียตีมวยดอกทากวดเจียปะปุลนั่งเปรียตีปีเต้นั่งยังเก็บกันมายังเมียนดังไอ้อันดังสอเพราะงั้นไอ้ปราบไอ้ดังไงนะดังก่อนจานนั่งนะไปที่มันแต่เราโกรบแต่ปฏิบัติเปรียอรหันเปรียตีมวยสังสมเชียทลานองปปนลูกเป็นเรียนนั่งจังนะว่ายังมันดังสอดังไอ้เตะแคบชุมเป็นแกจอยชนะโยมมาหอบตัววัดไม่เอาหน้าหนุ่มเตี้ยตัวซอลปีวัดบันโยมมาอ้อยใหม่ไม่ใช่เนี่ยโยตัววัดเนาะตัวทวายกุมประซองเรียบเลิกตีประตูประเกณฑ์ได้ละอ้อปนัดตัวซอลปีวัดมาไว้โยตัวจูนใหม่พอดูดะจานอยู่ตัวเคยใหม่หนุ่มเตี้ยอัดบานโยตัวโบเชียประเกณฑ์ได้ประซองเต้เดี๋ยวแต่ละมันต้องอ้อยไม้บางเคยเมียนโตเลิกสุดโยสันล้อดักน้องโตไอ้ป่าทำไมนกชำโยสันล้อมาจุนไม้ดักเราโตจำภาษาสันล้อยังก็เมื่อป่าโยแต่อ้อยชมาสีโยไม้อ้อยชมาจังอ้อยลุกเจงกับอ้อยเมียนจังเกียรลุกเจงบาเมียดาไปตาเนาเมียนตีวัดหกแคบจุ่มเป็นแกเจ้าจะนำไอ้ตเราโยกมาหอบนั่งเต้าโบเชียเปรียตีมวยเปรียอรหันสันสมเต้าโบเชียเปรียสังนาวิวัฒนกรอยนี่ไม่เรียนหรือบ้าปนลบเรียนสถาบันนั้นยมนักไก่เจ้งโยเต้าโบเชียเปรียอรหันมุนสมโบเชียเปรียสังกรอยแกเช่นเป็นมนยังโยตวัดประกินประสังมนมันโยมาประกินไม่เอาก็ให้สอลพิวัดตีดอันเดตเราโบเชียเปรียตีมูยาสัมโยตวัดบ่ปนโลตสาปังเรียนยังไว้ก่อนเจ้านาได้เมียนเถื่อกัตญูเช็คกรมเมียดาใบดาได้เจ็บเปรียอรหันต์บกโกนน่ะบ่ปนโลทาโกนนั่งไอเชียปูดระบาดทากวดเชียสักยะบอนเพราะปนนั่งเชียปูสักยะตะโกลโกนนาได้เช็คกรมเมียดาลูกเตียนนานั่งปูดพะโลงก็ได้ลูกเตียนจะเราปูดระบาดทากวดสักยะบอนโดยเจียดเราเตะกิตนเอาสระปรังสระอเมริกอย่างออสเตรเลียฉบับปฏิเกที่ถ้ายังตัวเนาตัวกรุบฉบับปฏิกิมมันได้เพื่อไอเมียนตัวเนื้อนังปฏิเตกิเมียนกำรัดชนะแต่ประมาณชนะแต่ยังเมียนเส้นสมโจเจสันเจียดกันนั่งเมียนอย่างเมียนเส้นอย่างแต่พระสัมมาสัมพุทธอัดเมียนกำนัดเตถ้าอ้อยแต่กรุบเมียนดาวนั้นลุถ้าโจลมาปุยโลจับเตียงโอ้มันจะมาอัดประบาตัวสมไม่โลเตบางยังตัวเนาสระปรังสระมิตรตัวสมกี่โจลไอ้แต่ยังประเพณีละอ่อเตียแต่พระพุทธไอ้แต่โกนนะเช็คกรมเมียดาแล้วโอ้ยนั่งปุยโลสักยะตะโกลสักยะบอดแล้วรู้ไอ้ตำไลดาวปนันนั่งสมไอ้โยมเยียดปุตตะบาสัตทั้งหลายเชียบยอดดังอัมพีเปตูนเมียนเปลี่ยนประดาวระบอบพระพุทธนั้นรุ่ยโตได้ทั้งวันบ่มพาดในขนมพระพุทธศาสนาเมียนปรำยาวอนันตรายกรรมปรำตุกได้ทวนบำบัดมโนนาตราอนันตรายกรรมคืออสังขมายจะเติมนิเปียนนรกนรเล่นบานลางมอกาจะไอเดียได้นั่นจังอนันตรายกรรมที่มวยโกนสลับแม่เมียตกเขียดโกนสลับแม่อนันตรายกรรมที่ปีโกนสำหรับเอาเปตกเขียดโกนสำหรับเอาอนันตรายกรรมที่ใบมนุษย์สำหรับพระอรหันต์อนันตรายกรรมที่บุญมนุษย์ปตุสรายนังปบน
យកដុំថ្មយកតំបងទៅចោលទៅវាយឲ្យត្រូវកាយរបស់ប្រពន្ធឲ្យមកកើតពូលពងរងឈាមឡើងចេញឈាមប្រមាណតែសត្វរុយមួយស៊ីឆ្អែតបុគ្គលនោះត្រូវអនន្តរកម្មអនន្តរកម្មទី5ទៅបំបែកសង្ឃវងរបស់ពូភិក្ខុសង្ឃដោយប្រសង់នៅក្នុងវត្តសាមគ្គីរាំងសីយើងទៅញុះញង់ឲ្យអាលឲ្យលោកឆ្លោះអ្នកបែកជាតពួកអានឹងអនន្តរកម្មទី5ដែលអាត្មាសម្ដែងពីអនន្តរកម្មនេះចង់បញ្ជាក់ថាមេត្តាបិតាជាព្រះអរហន្តនៃកូនចៅប៉ះអត់បានទេកូនណាទៅសម្លាប់ម៉ែឪគឺទទួលទោសអនន្តរកម្មឈប់មានកំណើតជានៅទៅសោយរងទុកទៅផ្ទះនិព្វានវាលែងប្រែប្រួលទៅណាទៀតអានឹងសូមឲ្យប្រយ័ត្ននឹងសម្រាប់ពុទ្ធសាសនានោះគឺទេលោកឲ្យតម្លៃដល់អ្នកមានគុណយ៉ាងក្រៃលែងជាទីបំផុតតែយើងអ្នកកាន់ពុទ្ធសាសនាអត់ដឹងសោះទៅគោរពទៅកោតក្រែងបូជាទៅទេវតាមិនដែលឃើញផងទេវតាក្រៅទៅទេវតាក្នុងផ្ទះអត់បានគោរពបានបូជាវាផ្ទុយនឹងពាក្យទូមានព្រិនបដៅរបស់ព្រះពុទ្ធនឹងសូមឲ្យញោមញាតពុទ្ធបរិស័ទនឹងជ្រាបពុទ្ធសាសនាដទៃគេឲ្យតម្លៃតែទេវតាតែព្រះពុទ្ធឲ្យតម្លៃតែមនុស្សតែនឹងអាត្មាទេសនាទៅមានអ្នកស្ដាប់ច្រើនអត់យល់តាំងបទុសរាយណាអាត្មាថាអាត្មានឹងលេងជឿថាមានទេវតាប្អិនប្រព្រំដែរមកពីខ្លួនឯងស្ដាប់វាមិនបានខ្លួនឯងស្ដាប់វាមិនយល់ទៅបទុសរាយណាអាត្មាទៅវិញអាត្មានេះមិនដែលបដិសេធថាអត់ទេវតាប្អិនប្រព្រំទេណាទេវតាប្អិនប្រព្រំមានប៉ុន្តែទេវតាប្អិនប្រព្រំក្នុងសាសនាពុទ្ធវាផ្សេងទេវតាប្អិនប្រព្រំក្នុងសាសនាព្រាហ្មណ៍វាផ្សេងខុសពីគ្នាយ៉ា